សួស្តីអ្នកទាំងអស់គ្នា Hello everybody ឥឡូវយើងតមេរៀនយើងទៀតតមេរៀននេះយើងចូល part 1 swimming eating swimming ការហែលទឹកsorry swimming បើយើងបកធម្មតាយើងបកថាការហែលទឹកតែបើជា present continue យើងបកថាកំពុងតែហែលទឹក eating នេះកំពុងតែញ៉ាំនេះ he's swimming គាត់កំពុងតែហែលទឹក she isn't swimming បែរថានាងមិនមែនកំពុងហែលទឹកទេ is she eating yes she is តើនាងកំពុងតែញ៉ាំឬបាទឬមកក៏ចាស់នាងកំពុងតែញ៉ាំ is he eating no he isn't តើគាត់កំពុងតែញ៉ាំឬទេគាត់មិនមែនកំពុងតែញ៉ាំទេ part 2 វគ្គទី2 reading writing កំពុងអាន writing កំពុងសរសេរអញ្ចឹងនេះ he's reading គាត់កំពុងតែអាន she isn't reading នាងមិនមែនកំពុងតែអានទេ she's writing នាងកំពុងតែសរសេរ is he writing តើគាត់កំពុងតែសរសេរឬ no he isn't ទេគាត់មិនមែនកំពុងតែសរសេរទេ is she reading តើនាងកំពុងតែអានឬ yes she is បាទឬមកចាស់នាងកំពុងតែអាននេះឥឡូវយើងចូលកន្លែងមើល verb list បញ្ជីកិរិយាសព្ទ base form អានេះ ing form base form នេះកិរិយាសព្ទដើម base form កិរិយាសព្ទដើមនេះ verb ដល់ពេលយើងថែម ing មកនេះទៅជាទម្រង់ ing ទៅជា working ចានេះ verb នេះវាទៅជា ing form ទៅជា working ចាំឲ្យថា work នេះធ្វើការដល់ពេលយើងបូកបញ្ចូលជាមួយ to be ទៅជាកំពុងអញ្ចឹងកំពុងតែធ្វើការអញ្ចឹងទៅ I am working អញ្ចឹងបែរថាខ្ញុំកំពុងតែធ្វើការដល់ពេលនេះ cook ចម្អិនដល់ពេលយើងបូក ing cooking កំពុងតែចម្អិនឧទាហរណ៍ខ្ញុំកំពុងតែចម្អិន I am cooking នេះ read អានបូក ing reading កំពុងតែអាននេះ eat ញ៉ាំដល់ពេលយើងបូក ing eating កំពុងតែញ៉ាំឬមួយក៏ពិសាហូប drink ផឹកពេលបូក ing drinking កំពុងតែផឹកដូចខ្ញុំកំពុងតែផឹកអញ្ចឹង I am drinking sing ច្រៀងពេលយើងបូក ing singing បានន័យថាកំពុងតែច្រៀង sleep ដេកឬមកក៏គេងអញ្ចឹងយើងបូក ing sleeping នេះ draw នឹងគូដល់ពេលយើងបូក ing drawing smoke ជក់ដល់ពេលយើងបូក ing smoking នេះ dance នឹងរំពេលយើងបូក ing យើងលុប e ចោលយើងដាក់ ing វិញអញ្ចឹងវាទៅជា dancing កំពុងតែរំនេះ write សរសេរអានេះយើងលុប e ចោលដែរនេះ
ពេលយើងថែម ing យើងលុប e ចោលអញ្ចឹងវាទៅជា writing writing កំពុងតែសរសេរនេះ type 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 ហ្នឹងវាអក្សរនេះដូច type លុប e ចោលហើយយើងដាក់ ing វិញ typing typing នេះ sit sit អង្គុយដល់ពេលយើងថែម ing យើងត្រូវថែម t មួយនេះអញ្ចឹងវាទៅជា sitting sitting កំពុងតែអង្គុយនេះ run 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 ហ្នឹងរត់ដល់ពេលយើងថែម ing ទៅជា running ប៉ុន្តែយើងដាក់ double n ណានេះឃើញ double n អានេះ base verb ហ្នឹងverb កិរិយាសព្ទដើមមាន n តែមួយទេប៉ុន្តែពេលដែលយើងថែម ing វាទៅជា running វិញវាដូចយ៉ាងនេះដែរ sitting អញ្ចឹងយើងត្រូវដាក់ double t ដល់ពេលនេះថែម n មួយទៀតដែរវាទៅជា double n running កំពុងតែរត់នេះ swim swim ហែលដល់ពេលយើងថែម ing យើងត្រូវថែម n មួយដែរនេះទៅជា swimming swimming កំពុងតែហែលហ្នឹងចឹងនេះឥឡូវខ្ញុំអានឲ្យស្ដាប់ម្ដងទៀត work working cook cooking read reading eat eating drink drinking sing singing sleep sleeping draw drawing smoke smoking dance dancing write writing type typing sit sitting run running swim swimming អូខេអាហ្នឹងយើងត្រូវចំណាំវាអានេះកិរិយាសព្ទដើមអានេះទម្រង់ថែម ing អញ្ចឹងយើងត្រូវចំណាំកិរិយាសព្ទហ្នឹងគឺគេសរសេរបែបហ្នឹងអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាយើងបានជួបគ្នានៅវីដេអូក្រោយទៀតសូមកុំភ្លេចជួយចុច Subscribe Channel YouTube មួយផងសូមអរគុណបាយបាយ